Hello សួស្តីបងប្អូនស្វាគមន៍មកកាន់ Channel MV Prosmo នៅថ្ងៃនេះគឺយើងមកបន្តពីទី205នៃរឿងពិភពថាពលវេទមន្តបន្តផ្សាយរឿងចាប់ផ្ដើមអ្នកទាំងអស់គ្នាពិតជាខ្ជិលប៉ះដែលបានសម្លឹងឃើញថានោះគឺជាស្លឹករបស់ព្រះលាវមនុស្សចំណាត់ទាំងអស់ប្រកាសគិតថាខ្ញុំក៏បានឃើញព្រះលាវ9ម៉ោងគឺបានបំបែកនៅជ្រុលទ្វីបបឋមទៅកាន់លំហត់ដល់អាចកំបាំងនៅទីកន្លែងនោះគឺសម្បត្តិទៅភាពគ្រោះថ្នាក់មានសត្វចម្លែកកែសាជាច្រើនទោះបីជាព្រះលាវមនុស្សម្នាក់នឹងគឺមានសមត្ថភាពខ្លាំងក្លាប៉ុណ្ណាក៏ដោយឱកាស200ដែលមានជីវិតគឺទាបខ្លាំងណាស់ហើយប្រកាសទាំងអស់គ្នាគិតថាគឺមាននរណាគេម្នាក់ប្រើប្រាស់កម្លាំងថាពលវេទមន្តមកបោកបញ្ឆោតកុហកពួកគាត់ទាំងអស់គ្នានឹងហើយដូច្នេះព្រះអង្គម្ចាស់ស្តេនដឺបស័តបុរាណក៏បាននិយាយស្រែកខ្លាំងតើនរណាគេបើហឺនម៉េះហើយអ្វីបញ្ជាប្រើប្រាស់កម្លាំងថាពលវេទមន្តមកបន្លាចនិងបញ្ឆោតពួកយើងទាំងអស់គ្នាអញ្ចឹងឆាប់បង្ហាញខ្លួនមកដូចអ្វីដែលយើងបានឃើញស្លឹកលាវតាមមួយស្លឹកទេក៏បានសម្រាប់គាត់បាត់បង់ជីវិតភ្លាមមួយរំពេញនៅទាំងអស់គ្នាគឺពិតជាខ្ជិលផ្អើលភ្លាមព្រះកង្កោកគាត់ក៏បានបង្ហាញខ្លួននិយាយទៅកាន់ព្រះលាវរាជបងគឺជាអ្នកមានគុណជួយសង្គ្រោះជីវិតខ្ញុំហើយខ្ញុំចងចាំមិនភ្លេចឡើយចំពោះព្រះលាវគាត់ក៏បាននិយាយពីសម្ដីប្រមាណឃ្លាថាទីវាលហៅឋានគឺចិត្តកាត់ឡើងគ្រោះមន្ត្រៃទៅហើយមកជួបមច្ឆាប់ទេពុពេញទៅដោយអណ្ដាប់ភ្លើងចាប់ឆេះគ្រប់ទីកន្លែងបើសិនបើពួកអ្នកទាំងអស់គ្នាយល់ព្រមថយក្រោយមួយជំហានប្រកាសណាគឺមិនតន់ជឿពេកទេតែបានលឺចឹងអ្នកទាំងអស់គ្នានិយាយថាដោយប្រើប្រាស់ស្លឹកលាវតែមួយសម្លឹកទេប៉ុន្តែគឺអាចសម្រាប់មនុស្សស្ថិតនៅក្នុងកម្រិតអ្នកណែនាំបានប្រកាសណាគឺមិនមែនជាជនខ្លាំងឬមួយក៏ខ្លាំងមួយឡំខ្លួនធ្វើជាព្រះលាវឡើយម្ល៉េះភ្លាមគឺស្រាប់តែមានមនុស្សចំណាស់ប្រមាណនៅទៀតក៏បានបង្ហាញខ្លួនថាគាត់គឺមានតែម្នាក់ឯងទេតែពួកយើងគឺជាកពូលអ្នកណែនាំដែលស្ថិតនៅអាណាចក្រលើគឺមានគ្នាច្រើនអញ្ចឹងពួកយើងគួរតែរួមដៃគ្នាកັບចាត់ព្រះលាវតែម្ដងទៅមនុស្សម្នាក់នេះគាត់ក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាដែលស្ថិតនៅក្នុងក្បួននៃការបង្កើតທາງពលលោកគួរតែយកក្បួននៃការបង្កើតនេះចេញសិនទៅអនុញ្ញាតឲ្យពួកយើងទាំងអស់គ្នាចូលទៅដើម្បីរួមដៃគ្នាសម្រាប់សត្រូវនៅចំពោះហ្មងហើយអ្នកទាំងអស់គ្នាពួកគាត់បានប្រើកម្លាំងដោយយកក្បួននៃការបង្កើតឃុំកាំងរបស់ពួកគាត់វិញទៅហើយចឹងនេះភាគីទាំងសងខាងពួកគាត់បានបញ្ចេញកម្លាំងត្រៀមប្រយុទ្ធគ្នាភ្លាមផាន់ដីគឺស្រាប់តែរំជួយដោយសារតែអណ្ដើកសមួយក្បាលនេះឯងអណ្ដើកសនៅជ័យທາງគ្រោះមន្ត្រៃគឺចិត្តនឹងចាប់ផ្ដើមមកហើយអញ្ចឹងពួកយើងទាំងអស់គ្នាគួរតែបញ្ចប់សង្គ្រាមបាច់ប្រយុទ្ធគ្នាទេគឺវាល្អជាងស៊ីលីលីនបានឃើញអណ្ដើកសក៏បាននិយាយថាបើតាក់ទិនជាមួយនឹងដង្ហើមរបស់អណ្ដើកសប្រកាសណាគឺមិនមែនជាអណ្ដើកធម្មតាទេក៏ប៉ុន្តែអ្នកដឹកនាំដែលស្ថិតនៅអាណាចក្រខាងលើទាំងអស់គឺមិនបានខ្វល់ឡើយដែលពួកយើងគឺជាកពូជជើងខ្លាំងអ្នកដឹកនាំដែលស្ថិតនៅអាណាចក្រខាងលើក៏បានមកជុំគ្នាហើយដូច្នេះពួកយើងគួរតែជារោការដើម្បីសម្រាប់សត្រូវនៅពីនេះតែម្ដងទៅប្រើប្រាស់កម្លាំងបាញ់ទៅកាន់ក្រុមរបស់សៀហាមនុស្សដែលស្ថិតនៅក្នុងបដិឆ្អឹងក៏បានជាតាក់ទិនជាមួយនឹងព្រះលាវថានេះប្រកាសជាបំណែករួចរាយការណ៍របស់ព្រះលាវតែប៉ុណ្ណោះខ្ញុំក៏ត្រូវបានឃើញបំណែករួចរាយការណ៍របស់ព្រះលាវស្ថិតនៅក្នុងទឹកដីអមតៈបុរាណកាលដែរហើយចំណែកកមួយនេះគឺដូចគ្នាភ្លាមមានដឹកនាំដែលស្ថិតនៅក្នុងបច្ចិមបិសាចគាត់ក៏បានបង្ហាញខ្លួននិយាយថាត្រឹមត្រូវណាព្រះលាវដែលស្ថិតនៅក្នុងទឹកដីអមតៈបុរាណគ្រាន់តែមេធិញលាវឬមួយក៏បំណែករួចរាយការណ៍វិជារបស់គាត់តែប៉ុណ្ណោះចំណែកនេះវិញក៏ដូចគ្នាផងដែរអញ្ចឹងឯអ្នកខ្លះទាំងអស់គ្នាមិនបាច់បារម្ភទេដែលបានលឺចឹងហើយមេដឹកនាំដែលស្ថិតនៅអាណាចក្រខាងលើគឺគ្មានអ្វីត្រូវខ្លាចបារម្ភទៀតទេអញ្ចឹងឯពួកយើងគួរតែបញ្ចប់បញ្ហានៅពេលនេះតែម្ដងទៅភ្លាមបុព្វបុរសរបស់ព្រះច័ន្ទដែល8គាត់បានបង្ហាញខ្លួនមកផងដែរដូចជាទៅកាន់មេដឹកនាំដែលស្ថិតនៅទីកូជីបិសាចលោកគឺជាប្រជាជនដែលស្ថិតនៅទឹកដីអមតៈបុរាណកាលដែរហេតុវាបញ្ជីក្បត់ជាមួយនឹងដូនតារបស់ពួកយើងជួយទៅកាន់សត្រូវនៅខាងក្រៅអញ្ចឹងបាននិយាយតាក់ទងជាមួយនឹងហង្សគឺជាអ្នកក្លានវ័យក្មេងដែលជួយសង្គ្រោះប្រជាជនដែលស្ថិតនៅទឹកដីអមតៈបុរាណកាលមានគុណចំពោះពួកយើងខ្លាំងណាស់ហើយពួកយើងក៏មិនអាចឈើអត់ដៃមើលអ្នកក្លានវ័យក្មេងរងគ្រោះថ្នាក់បានឡើយស្វ័យតែបានឃើញចឹងគិតក្នុងចិត្តមនុស្សស្មានថាពួកគាត់គឺចេញមកជួយសង្គ្រោះខ្ញុំទេហើយខ្ញុំក៏បានជួយពួកគាត់គឺមិនខុសមនុស្សឡើយមនុស្សចំណាស់ម្នាក់នេះគាត់បាននិយាយទៅកាន់បុព្វបុរសព្រះច័ន្ទដែល8ថាលោកគឺជាប្រជាជនដែលស្ថិតនៅក្នុងទឹកដីអមតៈបុរាណកាលមិនដេកទេពួកលោកក៏ហ៊ានចេញមកក្រៅមិនចាំទៀតបានតាក់ទិនជាមួយនឹងព្រះលាវគ្រាន់តែជាមេធាវីលាវរបស់គាត់តែប៉ុណ្ណោះគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយខ្ញុំនឹងកម្ចាត់ពួកឯងទាំងអស់គ្នាអាមនុស្សល្ងងទាំងអស់ដែលប្រើប្រាស់ស្នេហ៍ដល់វាយទៅស៊ីលីលីនក៏បានប្រើប្រាស់កម្លាំងមុតតម្រងនិយាយថាហោពួកយើងគឺជាមនុស្សល្ងងចាំមើលតែណាគេល្ងងជាងតែបានបញ្ចេញកម្លាំងទៅនឹងប្រយុទ្ធរាជបងទាំងពីរឬជាមួយនឹងបំប្រោអមតៈពួកគាត់គឺមានសមាជិកតិចខ្លាំងណាស់ប៉ុន្តែគឺលះបង់ជីវិតមកជួយសង្គ្រោះខ្ញុំហើយខ្ញុំគឺសុំស្បត់ជាមួយនឹងខ្លួនឯងខ្ញុំគឺមកភ្លេចគុណពួកគាត់បានជួយសង្គ្រោះខ្ញុំនៅពេលនេះឡើយម្ល៉េះមនុស្សចំណាស់ដែលស្នៅក្នុងបាតដើគាត់ក៏បានលើបស្ដាប់ខ្លួនមកពីក្រោយដើម្បីទៅសម្បត្តិសៀហៅថាអាឡតាទៅងាប់ទៅក៏ប៉ុន្តែព្រះលាវទ្រង់ក៏បានប្រើមេធាវីលាវទៅចាប់មនុស្សចំណាស់ម្នាក់នឹងជ្រឹបគាត់ធ្វើគាត់ក្អួតឈាមចេញមកបាត់បង់ជីវិតភ្លាមដែលកម្លាំងរបស់ព្រះលាវធ្វើផ្ទុះរួមជួយមានចាំងទៀតទ្រង់ក៏បានបង្កាត់ដើមឈើលាវដ៏ធំពពេញទៅដោយកម្លាំងថាពលវេទមន្តពលឺពណ៌មាសហើយចឹងនេះដែរព្រះលាវគឺកំពុងតែស្ថិតនៅក្នុងពិភពលំហដ៏អាតកំបាំងភ្លាមគឺស្រាប់តែមានពលឺពណ៌ស្វាយក៏បានធ្លាក់ចូលមកពីលើមេឃដែលនោះវិកជីវិមានអមតៈដែលពពេញទៅដោយកម្លាំងដ៏ខ្លាំងដូចគ្នាមាននាំដែលស្ថិតនៅក្នុងវិមានអមតៈក៏ពិតជាខ្ជិលប៉ះហើយនេះដែរគឺជាវិមានអមតៈដែលជាខ្នោត្រដ៏មានតម្លៃទាំង10នៅក្នុងសកលលោកតាហើយនេះមើលទៅគាត់គឺជាសក្តាជនដែលស្ថិតនៅក្នុងវិមានអមតៈរបស់ខ្ញុំកម្លាំងដ៏ខ្លាំងក៏បានបញ្ចេញពីវិមានអមតៈឡើងរំជួយ
មានដំណំដែលស្ថិតនេះវិមានអមតៈនិយាយថាអ្នកទាំងអស់គ្នាសក្ការៈជនរបស់ខ្ញុំនៅទីនេះហើយគឺគ្មានអ្វីដែលត្រូវខ្លាចទៀតទេហើយក៏បានហោះសម្បាខ្លួនចូលទៅសក្ការៈជនវិមានអមតៈគាត់បាននិយាយថាមនុស្សដែលស្ថិតនៅក្នុងកំពូលភ្នំដូជូមិនឯទេនៅថ្ងៃនេះខ្ញុំនឹងសម្រាប់ពួកអញទាំងអស់ឥឡូវលេបាសាប់សូនពីសកលលោកនេះសហរបស់យើងក៏បានប្រើគ្រឿងសឹកអេត្រីនឹងតែមកទប់រងប៉ុន្តែគឺគ្មានកម្លាំងអ្វីខ្លាំងក្លាទេដោយសារតែស៊ីលីលីនគាត់ក៏បានទៅទស្សកានស៊ីលីលីនគាត់ក៏បានសម្ដែងឃើញទៅដល់លោកគ្រូរបស់គាត់កាលពីលើកមុនតែគាត់ក៏បានលះបង់ជីវិតខ្លួនឯងដើម្បីការពារសង្គ្រោះស៊ីលីលីនសង្ឃឹមថាស៊ីលីលីនរស់នៅឲ្យបានល្អហើយនៅពេលនេះដែរស៊ីលីលីនគឺសុខចិត្តលះបង់ជីវិតដើម្បីការពារស៊ីហៅដែលជាកូនសិស្សរបស់ខ្លួនយល់ទៅគាត់ធ្វើស៊ីហៅពិតជាស្ងប់ស្ងាត់ទឹកចិត្តរបស់គាត់មែនតើហើយចឹងឯស៊ីហៅក៏ដូចជាមនុស្សច្បាស់សត្វអមតៈអីហ្នឹងក៏បានចេញទៅទប់ស្កាត់ជួយទប់ទល់ជាមួយនឹងកម្លាំងថាពោតដ៏អស្ចារ្យហ្នឹងគឺមិនឲ្យស៊ីលីលីនទប់ទល់តែម្នាក់ឯងឡើយប៉ុន្តែសក្ការៈជនវិមានអមតៈគាត់បាននិយាយថាពួកឯងទាំងអស់គ្នាគឺជាជនកប៉ិកកប៉ុកតែប៉ុណ្ណោះមិនអាចទប់ទល់ជាមួយនឹងខ្ញុំបានទេហើយចំពោះព្រះលីវទ្រង់គឺស្ថិតនៅក្នុងលំហដ៏អានកបាំងបង្ហូរទឹកភ្នែករបស់ទ្រង់មួយដំណាក់ចេញទៅក្រៅបង្កើតចិញ្ចៀនសរសៃវ៉ាលីវជាច្រើនសរសៃវ៉ាលីវបានរួមបញ្ចូលគ្នាបង្កើតចិញ្ចៀនស្នៀបបាត់ដីដ៏ធំទម្លាក់វិមានអមតៈចូលទៅខាងក្រោមក្តាំងមនុស្សចំណាស់ទាំងអស់ប្រកាសពិតជាភ្ជាប់ផ្អើលថាវិមានអមតៈគឺជាកណ្ដាប់ទ្រព្យដ៏អស្ចារ្យពុពេញទៅដោយកម្លាំងដ៏ខ្លាំងហេតុអ្វីបានជាត្រូវបានស្នៀបបាត់ដីរបស់ព្រះលីវលុញទៅដាក់ចំខាងក្រោមបានចាសម្យូរ៉ាមួយក្បាលនេះវិកបានបបទូខ្លួនឯងដំណើរការក្បួនកម្មបង្កើតរបស់ព្រះលីវទ្រង់ក៏បានបង្ហាញខ្លួនមកចេញពីពិភពដ៏អាចកំបាំងមនុស្សចំណាស់ទាំងអស់ប្រកាសពិតជាភ្ជាប់ផ្អើលស្អាយនៅវិញក៏ដូចគ្នាផងដែរនៅបានស្មានតែគិតទៅដល់ពេលសម្ដែងណែនាំរបស់ព្រះលីវផ្លូវឆ្ពោះទៅភាពអមតៈមិនថាខុសឬមួយក៏ត្រូវគឺគ្មានអ្វីដែលសំខាន់ទេអ្វីដែលសំខាន់យើងគឺត្រូវតែជឿជាក់លើខ្លួនយើងហើយចឹងឯងវិមានអមតៈក៏បានផ្ទុះនឹងកម្លាំងដ៏អស្ចារ្យហើយក៏បានអណ្ដែតទៅលើលំហមេឃម្ចាស់ទៀតក៏បានជាទៅកម្មព្រះលីវនាងគឺជាឫសគល់នៃអមតៈដែលអាចមានជីវិតមកដល់ពេលនេះបានប៉ុន្តែចំណាក់ក្តីនីតិកន្លែងនេះវាគឺមិនជាយុគសម័យកាលរបស់នាងឡើយដោយកម្លាំងនៃការហ្វឹកហាត់របស់នាងមិនអាចឈានទៅដល់កម្រិតកម្ពូលបានទេមានដំណំវិមានអមតៈនិយាយថាអ្នកទាំងអស់គ្នាលើដីអត់សក្ការៈជនរបស់ខ្ញុំនិយាយបែបនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាចាំដល់ពេលណាទៀតតោះកម្ចាត់សត្រូវនៅពេលនេះតើបានបញ្ចេញកម្លាំងព្រមគ្នាចេញមកហើយក្រុមរបស់សិស្សហើយក៏ដូចគ្នាផងដែរបញ្ចេញកម្លាំងត្រៀមនឹងប្រយុទ្ធព្រះលីវទ្រង់ក៏បានជាប្រាប់ម្ដងទៀតពួកអ្នកទាំងអស់គ្នាគូណាតែដកថយចាក់ចេញទៅវិញទៅខ្ញុំគឺមិនចង់សម្លាប់ពួកលោកទាំងអស់គ្នាទេចំណាក់ក្តីសក្ការៈជនវិមានអមតៈគាត់បាននិយាយថាផ្លូវរបស់ខ្ញុំកំពុងតែដើរនេះខ្ញុំគឺជាគិតគូរដោយខ្លួនឯងហើយតែនាងក៏មិនចាំបាច់ខ្វាយខ្វល់គិតគូរអាយុជីវិតរបស់ខ្ញុំទេព្រះលីវទ្រង់បាននិយាយតបថាពួកលោកគឺចង់សម្លាប់យុវជនក្មេងប្រុសម្នាក់នោះបើសិនបើពួកលោកធ្វើបែបហ្នឹងមែនខ្ញុំគឺមិនរឹកលែងឲ្យពួកអ្នកទាំងអស់គ្នាវិញដែរប៉ុន្តែសក្ការៈជនគាត់បាននិយាយថានៅពេលនេះនាងនៅតែមានពេលបារម្ភជាមួយនឹងអ្នកដទៃទៀតនាងគួរណាតែបារម្ភពីសុវត្ថិភាពរបស់នាងវិញតើដល់ប្រាប់កម្លាំងដ៏ខ្លាំងវិមានអមតៈក៏បានធ្លាក់ចូលមកសង្កត់ទៅកាន់ព្រះលីវទ្រង់ក៏បានកិច្ចតាទេប្រាប់កម្លាំងទប់រងនិយាយថាបើមិនចឹងមែនតើអញ្ចឹងពួកយើងគឺមានតែប្រយុទ្ធគ្នាទេប្រាប់សរសៃវ៉ាលីវទៅចាប់ចុងរត់ជាមួយនឹងវិមានអមតៈចាប់ទាញវាទៅដាក់ចូលមកខាងក្រោមក្តាំងមនុស្សច្បាស់ទាំងអស់ពួកគាត់ក៏បានសម្រាប់ខ្លួនកិច្ចតើចំណាក់ក្តីសក្ការៈជនគាត់ក៏បានប្រើកម្លាំងធ្វើឲ្យវិមានអមតៈអណ្ដាតឡើងទៅលើហើយនឹងបានប្រាប់កម្លាំងបាញ់ទៅកាន់ព្រះលីវទ្រង់ក៏បានប្រើស្លឹកលីវបាញ់ទៅទស្សកាត់ផ្ទុះឡើងរំជួយម្ចាស់ទៀតទ្រង់ក៏បានប្រើសរសៃមេថេងលីវទៅចាប់ចុងរត់វិមានអមតៈជាប់ម្ដងទៀតនិយាយថាប្រសិនបើលោកចង់ចាក់ចេញក៏វាមិនតាន់យឺតពេកទេយ៉ាងណាក្តីគឺជាបានឃើញថាសក្ការៈជនក៏បានបើកភ្នែកឡើងប្រាប់ស្និបផ្កាបៃតងស្វាយបានស្រែកទៅកាន់ព្រះលីវប្រយ័ត្នផងនេះគឺជាស្និបផ្កាបៃតងស៊ីបលាំងប៉ុន្តែព្រះលីវទ្រង់ក៏បានកិច្ចតាទេដែលមេថេងលីវទាំងអស់ក៏ត្រូវបានក្រៀមស្រពន់សក្ការៈជនវិមានអមតៈគាត់ក៏បានបង្ហាញខ្លួនមកនិយាយថាមកយូរមិនឆាប់ទេនាងប្រកាសជានឹងត្រូវបានបំផ្លាញព្រលឹងទាំងស្រុងចំពោះស្វាយក៏ពិតជាបារម្ភប៉ុន្តែស៊ីលីលីនបាននិយាយបញ្ឈមថាបាច់បារម្ភចំពោះព្រះលីវទេលោកគ្រូដឹងថាព្រះលីវគឺមានវិជាសម្ងាត់មួយចំនួនការពារខ្លួនហើយសក្ការៈជនវិមានអមតៈក៏បានបញ្ចេញដុំភ្លើងឬស្បាក់ថ្មដ៏ធំបាញ់កម្លាំងទៅកាន់ព្រះលីវទ្រង់ក៏បានប្រើកម្លាំងបុត្រប្រងក៏ដូចជាប្រើប្រាស់ស្នៀតធ្នូទេពភាពបាញ់ទៅកាន់សក្ការៈជនឡើងប៉ាំងបុត្រគិតជាមួយនឹងជាចាំងភ្នំផាំងស្វាយនៅវិញនិយាយគិតថាខ្ញុំក៏មានការពុរិបារម្ភទៅកាន់ព្រះលីវគឺគិតខុសទាំងស្រុងហើយចំណែកឯមិននាំវិមានអមតៈក៏មានការខ្ជិលប៉ាផងដែរតែគឺវាមិនអាចទៅរួចទេហើយទៅវិញបានជាគាត់អាចបញ្ឈប់ការវិភាគរបស់សក្ការៈជនរបស់ខ្ញុំអញ្ចឹងសក្ការៈជនក៏ពិតជាខឹងថានាងគឺធ្វើខ្ញុំខឹងពេកហើយដោយបានបញ្ចេញកម្លាំងបង្កើតចិញ្ចៀនសត្វបក្សីក្បាល9ព្រះលីវទ្រង់ក៏បានយកស្លឹកលាវមួយស្លឹកបោះឡើងលើហើយក៏បានបង្កើតចិញ្ចៀនសត្វបក្សីប្រមាណក្បាលចេញទៅទប់ស្កាត់ផ្ទុះឡើងរំជួយម្ដងទៀតម្ចាស់ទៀតទ្រង់ក៏បានសម្រាប់ខ្លួនចឹងលឿនវាយសក្ការៈជនមួយដៃឡើងប៉ាំងចុះនៅក្នុងវិមានអមតៈរបស់គាត់វិញអញ្ចឹងព្រះលីវទ្រង់ក៏បានចុះនៅក្នុងវិមានអមតៈដែរឃើញថាសក្ការៈជនបន្ទាប់ពីបានព្រះលីវវាយម្ដាយអំបីមិញគាត់គឺរត់របួសយ៉ាងធ្ងន់ធ្ងរហើយព្រះលីវទ្រង់ក៏បានប្រើកម្លាំងវាយសក្ការៈជនម្ដងទៀតធ្វើរំគឺវិមានអមតៈទាំងមូលបន្ទាប់ពីសក្ការៈជនត្រូវបានព្រះលីវបំផ្លាញរូបរាងកាយចឹងកម្លាំងថាពោបស្វ័យក៏បានបង្កើតចិញ្ចៀនក្តារមឈូសព្រះលីវទ្រង់ក៏មានការងឿងឆ្ងល់ផងដែរបន្ទាប់ពីរូបរាងកាយត្រូវបានបំផ្លាញហើយវិបជាកកាត់បង្កាត់ទៅជាក្តារមឈូសអញ្ចឹងសម្លេងរបស់សក្ការៈជនក៏បានសយកាក់ក្អាយដែលក៏ប៉ុន្តែនេះដែរគឺជាអន្តររបស់សក្ការៈជនដែលបានរៀបចំតែប៉ុណ្ណោះក៏ចង់អត់ទិញពងវក់ព្រះលីវឲ្យចូលនៅក្នុងអន្តរនេះសក្ការៈជនក៏បានចេញពីក្តារមឈូសវិញហើយនឹងប្រើប្រាស់
ប្រាស្និបការសម្រិតไว้ទៅកាន់ព្រះលាវចំពោះព្រះលាវគាត់ក៏បានកោះហៅស្លឹកលាវចូលទៅផងដែរប៉ុន្តែគឺមិនអាចជួយក្នុងវិមានអមតៈបានទេគាត់ធ្វើមនុស្សចំណានទាំងអស់បានគិតថាមើលទៅព្រះលាវគឺមិនអាចធ្វើអ្វីបានឡើយដូច្នេះនៅពេលនេះហងហើយនឹងស៊ីលីលិនគ្រូសិស្សពួកអញទាំងពីរនាក់គឺមិនអាចកិច្ចខ្លួនទៅណាបានទេបើរួមជាមួយនឹងអ្នកផ្សេងទៀតគឺត្រូវតែស្លាប់រវាងអ្នកទាំងអស់គ្នានៅខាងក្រៅក៏បានចាប់ផ្ដើមប្រយុទ្ធគ្នាស្ទើរហើយក៏បានប្រប៉ាស់កម្បាំងទុនតាវាយទៅកិច្ចជាមួយនឹងដួងភ្លឹងនេះក្រៀងចំណែកឯសត្វអមតៈក៏ដូចគ្នាផងដែរដូច្នេះមនុស្សចំណាស់ស្នែងគោក៏បាននិយាយថាហងអញក៏បានបំពេញឬមួយក៏សម្រាប់កូនចៅដែលស្ថិតនៅទីគោលមនុស្សដែលស្ថិតនៅអាណាចក្រខាងលើនេះអញ្ចឹងហើយអញក៏មិនអាចចាច់ចេញទៅណាបានទេហើយម្ចាស់ទីខ្ញុំក៏ត្រូវតែសងសឹកជូនមកកាន់តកោថាសួររបស់ខ្ញុំផងដែរបញ្ចេញស្នែងគោវាយទៅកាន់សៀហើយក៏ប៉ុន្តែមកពេលបរិបរិចានដែល8ក៏បានសម្រាប់ខ្លួនចូលទៅទប់ទល់ជាមួយនឹងស្នែងគោនិយាយថាហងគឺជាអ្នកខ្លាំងវ័យក្មេងមានគុណរបស់ពួកយើងក៏ត្រូវតែជួយអ្នកខ្លាំងវ័យក្មេងចំណែកឯព្រះកង្កោគឺកំពុងតែទប់ស្កាត់ជាមួយនឹងស្នេហ៍រស័យវ័របស់មេដានស្ថិតនៅតកោឈាមបិសាចចំណែកឯសកាដជនគាត់បានជិះទៅកាន់ព្រះលាវនាងគឺត្រូវបានជាប់ឃុំឃាំងនៅក្នុងនេះហើយចំណែកឯមនុស្សទាំងអស់ស្ថិតនៅខាងក្រៅមើលទៅនាងគឺមិនអាចចាក់ចេញដើម្បីជួយសង្គ្រោះពួកគេនៅខាងក្រៅបានឡើយក៏ប៉ុន្តែព្រះលាវទ្រង់ក៏បានទាញជើងមេធាងលាវបើផ្នែកឡើងពពែតែកំបាំងដល់ខ្លាំងមេធាងលាវទាំងអស់ក៏បានបំបែកនៅការលំបាត់ពីផ្កាសម្រាប់ធ្វើឲ្យវិមានអមតៈប្រែបាយសកាដជនគាត់បានខ្ទេចចេញមកក្រៅអញ្ចឹងគឺจะបានឃើញស្រាប់ហើយនៅពេលដែលវិមានអមតៈផ្ទុះបែកមនុស្សចំណាស់បណ្ដានេះក៏ត្រូវបានសម្លាប់ដោយសារតែចំណថាពលដ៏អស្ចារ្យព្រះលាវទ្រង់ក៏បានជាម្ដងទៀតតាពលលោកគឺសុទ្ធចិត្តប្រយុទ្ធគ្នាឬមួយក៏អនុញ្ញាតឲ្យក្មេងប្រុសម្នាក់នោះចាក់ចេញទៅដោយសុវត្ថិភាពអញ្ចឹងពលលោកគួរតែគិតឲ្យបានមកចត់ចំណាក្តីសកាដជនគាត់គឺមិនបានខ្វល់ឡើយតែនាងគិតថានាងគឺជានរណាគេប្រាប់តែកម្លាំងយកមាននាំវិមានអមតៈមកដំណើរការក្បួនកម្មបង្កប់បាញ់កម្លាំងថាពុតដុំភ្លើងទៅកាន់ព្រះលាវទ្រង់ក៏បានយកមេធាងលាវមកទៅរងនឹងបានបំបែកក្បួនកម្មបង្កាត់របស់អ្នកទាំងពីរខ្ទេចរូបពេលនោះគឺស្រាប់តែលឺសម្លេងជួងបានបន្លឺឡើងមកពីលើមេស្វាបន្ទាប់ពីលឺសម្លេងជួងក៏បានស្មាននឹកគិតទៅដល់សម្លេងជួងដែលបានបន្លឺឡើងទៅអាណាចក្រខាងក្រោមសម្លេងជួងហ្នឹងគឺដូចគ្នាបេះបិណ្ឌដូច្នេះសកាដជនម្នាក់ទៀតគាត់ក៏បានបង្ហាញខ្លួនដែលជាអ្នកគ្រប់គ្រងជួងទិដ្ឋភាពមួយនឹងឯងសម្លេងជួងគឺពិតជាខ្លាំងអដាសោះបាននិយាយម្ដងទៀតហេតុអ្វីបានជាអ្នកទាំងអស់គ្នាប្រព្រឹត្តទាំងធ្វើបាបនេះដល់ណាចាក់នៃព្រំដែនទាំងអស់ប្រកាសជានឹងបែកខ្ទេចអញ្ចឹងពួកយើងគួរណាតែថយក្រោយមួយជំហានទៅគឺវាមិនតាន់យឺតពេលឡើយបើមិនអញ្ចឹងទេវានឹងបង្កនូវភាពវឹកវរកើតឡើងជាមិនខានចំណាក្តីសកាដជនវិមានអមតៈគាត់គឺមិនបានខ្វាច់ខ្វល់ពីសម្ដីដណ្ដៅសបាននិយាយទេថាទង្វើរបស់ព្រះលាវធ្វើបែបនេះតើពួកយើងអាចឈើអាប់ដៃមើលបានទេអញ្ចឹងឯងបានជាទៅកាន់សកាដជនម្នាក់ទៀតថារបងពួកយើងគួរណាតែរួមដៃគ្នាដើម្បីកម្ចាត់សត្រូវរបស់ពួកយើងនៅពេលនេះតែម្ដងទៅសកាដជនដែលជាអ្នកគ្រប់គ្រងជួងទិដ្ឋភាពគាត់បាននិយាយដែរបើសិនបើពួកយើងមើលសម្រាប់អចមៈបណ្ដានឹងនៅថ្ងៃនេះទេនៅថ្ងៃអនាគតប្រកាសជានឹងមានបញ្ហាធំកើតឡើងហើយគាត់បានប្រើកម្លាំងចេញពីជួងទិដ្ឋភាពបាញ់ទៅកាន់ព្រះលាវទ្រង់ក៏បានប្រើប្រាស់កម្លាំងចេញទៅទម្រងអសោវេទមន្តចេញពីជួងទិដ្ឋភាពមួយទៀតក៏បានលេចឡើងបង្កើនកម្លាំងកាន់តែខ្លាំងវាយព្រះលាវក៏ដូចជាអ្នកទាំងអស់គ្នាឡើងប៉ាំងថយក្រោយព្រះលាវទ្រង់ក៏បាននិយាយផងដែរកម្លាំងចេញពីជួងទិដ្ឋភាពនេះគឺខ្លាំងគ្មានព្រំដែនហើយចំណែកឯមនុស្សចំណាស់ទាំងអស់ពួកគាត់ក៏មានការខ្ជាប់អាវសរសើរតើទៅជាមួយនឹងជួងទិដ្ឋភាពវាពិតជាមានកម្លាំងខ្លាំងអស្ចារ្យណាស់ហើយគឺអាចកម្ចាត់ព្រះលាវបានព្រះលោកទ្រង់បាននិយាយលោកក៏បានវាយខ្ញុំឡើងប៉ាំងថយក្រោយដូច្នោះលោកក៏មានសមត្ថភាពក្រនបានដែរហើយប្រើប្រាស់មេធាងលាវវាយចូលទៅសកាដជនក៏បានប្រើកម្លាំងមកទៅរងយ៉ាងណាក្តីក៏ត្រូវបានមេធាងលាវវាយគាត់ឡើងប៉ាំងថយក្រោយដូច្នេះសកាដជនទាំងពីរពួកគាត់ក៏បានប្រើកម្លាំងព្រមគ្នាវាយទៅកាន់ព្រះលាវតែម្នាក់ឯងដែលម្នាក់ក៏បានប្រើប្រាស់អសោវេទមន្តចេញពីជួងទិដ្ឋភាពម្នាក់ទៀតក៏បានប្រើប្រាស់វិមានអមតៈធ្លាក់មកពីលើមេនិងវាយសកាត់ទៅកាន់ព្រះលាវទ្រង់ក៏បានប្រើប្រាស់កម្លាំងមកទៅរងពួកគាត់ទាំងពីរក៏បានព្យាយាមប្រើកម្លាំងកាន់តែខ្លាំងដើម្បីវាយសម្រាប់ព្រះលាវនៅពេលនេះមកពេលបរាប្រេចាដែល8ក៏ពិតជាបារម្ភស្ទះនៅវិញក៏ដូចគ្នាផងដែរប៉ុន្តែចំពោះព្រះលាវក៏គ្មានបញ្ហាអ្វីកើតឡើងទេលំហដ៏អាចកំបាំងដូចជាប្រទេសនេះកម្លាំងទៅកាន់ព្រះលាវអញ្ចឹងព្រះលាវទ្រង់ក៏បានប្រើស្នេហ៍បាត់ដៃវាយជួងទិដ្ឋភាពមួយដៃផាំងគាត់ធ្វើសកាដជនម្នាក់នេះគួតឈាមចេញមកអ្នកទាំងអស់គ្នាបានឃើញថាកម្លាំងរបស់ព្រះលាវគឺខ្លាំងជាងមុនអញ្ចឹងពួកគេក៏បានកិច្ចខ្លួនទៅប៉ុន្តែចំពោះព្រះលាវគឺមិនឲ្យពួកគេចាក់ចេញទៅណាបានឡើយប្រប្រាស់ស្និទ្ធលំហគ្រប់គ្រងពេលវេលាគាត់ធ្វើអ្នកទាំងអស់គ្នាកាំងស្គប់នៅមួយកន្លែងយំទៅពួកគេក៏មិនអាចប្រដាស់ខ្លួនកិច្ចខ្លួនទៅណាបានឡើយព្រះលាវទ្រង់ក៏បានបញ្ជាស្លឹកលាវទាំងអស់នេះទៅចាក់សម្រាប់អ្នកទាំងអស់គ្នាគឺនៅសល់តែសកាដជនទៅពីនេះតែប៉ុណ្ណោះសកាដជនវិមានអមតៈបានសម្បោព្រះលាវខ្ញុំគឺសូមចូលចាញ់ហើយក៏លែហ៊ានធ្វើទង្វើបែបនេះទៀតហើយប៉ុន្តែព្រះលាវទ្រង់គឺមិនបានស្ដាប់ទេតែបានផ្លាស់ទីចឹងលឿនវាយសកាដជនមួយដៃឡើងប៉ើងនឹងបាននិយាយថាសង្គ្រាមនៅពេលនេះគឺបានចាប់ផ្ដើមហើយអញ្ចឹងហើយគឺត្រូវតែយកឈាមមកទប់ស្នងប្រាប់ប្រស្នេហ៍យុរាទៅបុកទៅកិច្ចជាមួយនឹងសកាដជនធ្វើគាត់ឡើងប៉ើងគួតឈាមចេញមកទេផងចំណែកឯសកាដជនដែលជាអ្នកគ្រប់គ្រងជួងទិដ្ឋភាពព្រះលាវទ្រង់ក៏បានប្រាប់ប្រស្នេហ៍ត្រីបលានថ្មជាច្រើនក្បាលចេញទៅទប់ស្កាត់បុកទៅកិច្ចជាមួយនឹងជួងទិដ្ឋភាពបាយជាពេហើយក៏បានប្រើកម្លាំងស្រុបជោគបំណែកជួងទិដ្ឋភាពចម្បាញ់វាឬបញ្ចូលគ្នាទៅមួយបំផ្ទុះផាំងអញ្ចឹងសកាដជនម្នាក់ហ្នឹងគឺមិនអាចទប់ស្កាត់ជាមួយនឹងព្រះលាវបានទេ
ចុងក្រោយនៅទី2ក៏ត្រូវបានព្រះលៀវចាប់ពួកគេទៅពីចប់បំរុងតែសម្រាប់ពួកគេទៅពីទៅហើយភ្លាមមិនណាគឺស្រាប់តែមានអ្វីមួយយ៉ាងធ្លាក់មកពីលើមេឃដោយនោះដែរក៏ដូចជារាជសារសរសេរអក្សរបារាំងទាំងអស់បន្ទាប់ពីព្រះលៀវបានអានទៅព្រះលៀវគឺមិនបានសម្រាប់នៅទី2ទេដោយលែងនៅទី2ឲ្យមានជីវិតនិងបានជាប្រាប់នៅទី2ផងដែរនេះគឺជាការបង្ហាញលោកឲ្យបានដឹងថារវាងព្រំដែនការហ្វឹកហាត់របស់ពួកយើងគឺខុសដែលស្លាប់ពីគ្នាអញ្ចឹងពួកលោកគឺគួរណាតែជប់ក្អេងក្អាងបើហ៊ានជាមួយនឹងខ្ញុំបន្តទៀតដូច្នេះគាត់បានប្រើកម្លាំងជើងសៀហៅហោះឡើងមកខាងលើនិងជាប្រកាសប្រាប់អ្នកទាំងអស់គ្នាថាសៀហៅគឺជាកូនសិស្សរបស់ខ្ញុំចាប់តាំងពីពេលនេះទៅបើសិនបើមានអ្នកណាគេម្នាក់ហ៊ានធ្វើបាបសៀហៅគឺជាសត្រូវរបស់ខ្ញុំហើយម្ចាស់ទៀតបើសិនបើអ្នកណាគេម្នាក់អាងខ្លួនឯងខ្លាំងធ្វើបាបអ្នកទងសាយប្រកាសណាខ្ញុំនឹងទៅកំចាត់ពួកគេក៏ដូចជាបាក់ពួកតកោក្រុមគូសត្វរបស់ពួកគេទាំងអស់គ្នានោះផងដែរអញ្ចឹងឯងពលលោកគួរណាតែចងចាំទុកនៅក្នុងចិត្តផង